ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះជាចនាគ្រូគរុនិស្សិតថ្នាក់ A មានលេខរៀងទី18ថ្ងៃនេះនាងខ្ញុំសូមធ្វើវីដេអូនៃការនិយាយបកស្រាយធ្វើបទបង្ហាញអំពីមេរៀនសប្តាហ៍ទី4ដែលមានចំណងជើងថាគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពការវិតម្លៃការសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យលើលទ្ធផលសិក្សានិងការអនុវត្តរបស់សិស្សហើយលទ្ធផលនឹងផងដែរត្រូវបានប្រើដើម្បីកំណត់ពីបំណិនខ្លឹមសារចំណេះដឹងដែលសិស្សទទួលបានហើយដើម្បីអាចកំណត់បំណិននោះបានគ្រូគួរតែធ្វើការវិតម្លៃឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានហើយគួរតែពិនិត្យមើលលទ្ធផលនៃការវិតម្លៃដើម្បីជាមធ្យោបាយក្នុងការកែលម្អសិស្សហើយចំពោះការវិតម្លៃនោះក៏គ្មានការវិតម្លៃណាដែលត្រឹមត្រូវឥតខ្ចោះនោះដែរវាតែងតែមានភាពលំអៀងនៅក្នុងនោះដូចជាប្រសិនបើតេស្តស្រួលសិស្សអាចនឹងបានពិន្ទុច្រើនបើយើងដាក់តេស្តនោះពិបាកសិស្សនឹងអាចមានពិន្ទុតិចទៅតាមហ្នឹងចំពោះការវិតម្លៃសិក្សាក៏មានសំណួរចោទមួយដែលថាតើអ្វីជាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាបើយើងនិយាយអំពីប្រសិទ្ធភាពនៃការវិតម្លៃការសិក្សាគឺសំដៅទៅលើភាពក្នុងការវាស់វែងការវិតម្លៃនិងជឿជាក់បានពីការវាស់ស្ទង់ចំណេះដឹងឬចំណេះដឹងនិងជំនាញរបស់សិស្សហើយការវិតម្លៃដែលមានគុណភាពនោះវាតែងតែផ្ដល់ភាពផ្ទៀងផ្ទាត់ដែលគ្រប់គ្រងនឹងការសិក្សានិងការលើកទឹកចិត្តសិស្សហើយលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាមានដូចជាទី1លទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលសមស្របចា៎ចឹងចំណុចនេះគឺមានន័យថាក្នុង1ម៉ោងសិក្សាតើយើងអាចវាស់វែងនិងធ្វើការវិនិច្ឆ័យយ៉ាងម៉េចដើម្បីឲ្យលទ្ធផលសិក្សានឹងសមស្របចា៎ទី1គឺយើងត្រូវតែជ្រើសរើសតេស្តហ្នឹងគឺត្រូវជ្រើសរើសតេស្តដែលសមស្របទៅនឹងមេរៀនដែលយើងបានបង្រៀនដែលស៊ីគ្នាទៅនឹងមេរៀនដែលយើងបានបង្រៀនចា៎ឧទាហរណ៍ថាបើយើងរៀនមេរៀនបង្រៀនគណិតវិទ្យាការរាប់ពីលេខ1ដល់លេខ5អញ្ចឹងការធ្វើតេស្តឬក៏ការបង្កើតតេស្តទាំងការជ្រើសរើសរបស់យើងនឹងគឺត្រូវតែផ្ដោតទៅលើការរាប់ចំនួនពី1ដល់5ដូចគ្នាមិនត្រឹមតែតេស្តទេទោះបីយើងឲ្យសិស្សធ្វើការអនុវត្តក៏ដោយការសួរសំណួរក៏ដោយក៏យើងត្រូវតែផ្ដោតទៅលើមេរៀនដែលយើងបានបង្រៀនសិស្សដូចគ្នាយើងអាចទៅសួរពីចំណុចដែលលើសហ្នឹងគឺធ្វើឲ្យសិស្សឆ្លើយអត់ចេញអញ្ចឹងលទ្ធផលដែលយើងទទួលបានក្នុង1ម៉ោងសិក្សាហ្នឹងគឺវាអត់សមស្របទេប៉ុន្តែបើសិនជាយើងធ្វើឲ្យសិស្សធ្វើតេស្តទៅសិស្សបែរជាបានពិន្ទុតិចសិស្សបែរជាមិនយល់អញ្ចឹងយើងអាចកែប្រែនៅការបង្រៀនរបស់យើងបន្ថែមឬក៏បដូរវិធីសាស្ត្រក្នុងការបង្រៀនដើម្បីឲ្យសិស្សទទួលបានចំណេះដឹងពីការរាប់ចំនួននោះហើយនឹងអាចងាកមកធ្វើតេស្តបានដូចគ្នាហើយចំពោះការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងផលសាររំពឹងទុកហ្នឹងត្រូវតែមានសុពលភាពចាដូចជាការពង្រឹងការវិតម្លៃដែលសមស្របចាពង្រឹងការវិតម្លៃរបស់យើងយ៉ាងម៉េចគឺដើម្បីឆ្លុះបញ្ចាំងថាតើអ្វីដែលយើងបានបង្រៀនហ្នឹងសិស្សទទួលបានដែរអត់សិស្សយល់ដែរអត់ចាសិស្សមានភាពច្បាស់លាស់ដែរអត់យើងបង្រៀនហ្នឹងមានភាពច្បាស់លាស់ដែរអត់ចាសិស្សយល់បានកម្រិតណាអញ្ចឹងបើសិនណាយើងការបង្រៀនរបស់យើងគ្មានភាពច្បាស់លាស់សិស្សក៏អត់យល់សិស្សក៏មិនទទួលបានចំណេះដឹងអញ្ចឹងដល់ពេលដែលសិស្សធ្វើតេស្តគឺធ្វើមិនបានបន្ទូលល្អទេហើយការពិចារណានៃដំណាក់កាលនៃការរៀននិងការបង្រៀនមួយហ្នឹងក៏វាជាលទ្ធផលដែលបន្ស៊ីគ្នារវាងជាលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដូចគ្នាចាយើងត្រូវតែដំណាក់កាលនេះ
ដំណាក់កាលមួយនៃមេរៀននេះយើងត្រូវតែដឹងតាពីកម្រិតសិស្សរបស់យើងដែរហើយបានន័យថាសិស្សយើងកម្រិតខ្ពស់យើងមករៀនកម្រិតទាបសិស្សយើងកម្រិតរៀនកម្រិតទាបមានកម្រិតនៅទាបតែយើងបែរជាទៅបង្រៀនមេរៀនកម្រិតខ្ពស់សិស្សក៏វាអត់ទទួលបាននៅចំណេះដឹងដែរអញ្ចឹងយើងត្រូវតែផ្ដល់វិធីសាស្ត្របង្រៀនណាដែលសមស្របទៅនឹងកម្រិតរបស់កូនសិស្សយើងបានដូចគ្នាហើយចំពោះចំណុចទី3គឺភាពជឿទុកចិត្តចាភាពទីជឿទុកចិត្តនឹងយ៉ាងម៉េចគឺវាសំដៅទៅលើស្ថិរភាពឬក៏ភាពស៊ីសង្វាក់គ្នានៃការធ្វើតេស្តអញ្ចឹងវាមានន័យថាតេស្តលើកទី1សិស្សបានបន្ទុកច្រើនដូចថាបាន8ឬក៏បាន9អញ្ចឹងតេស្តលើកទី2តេស្តលើកទី3លទ្ធផលក៏វាអាចស្មើគ្នាឬក៏ក្រោមគ្នាបន្តិចដែរមិនមែនន័យថាតេស្តលើកទី1បាន9 8តេស្តលើកទី2បែរជាបាន3បាន5អញ្ចឹងបានន័យថាវាអត់មានភាពជឿទុកចិត្តទេអញ្ចឹងលុះត្រាតែលទ្ធផលនៃការធ្វើតេស្តទាំងប៉ុន្មានទាំងច្រើនលើកហ្នឹងគឺលទ្ធផលស្តៀងគ្នាឬក៏ដូចគ្នាអញ្ចឹងបានយើងជឿទុកចិត្តថាការបង្រៀនរបស់យើងនិងចំណេះដឹងដែលសិស្សទទួលបានហ្នឹងគឺវាសមស្របនិងវាស៊ីគ្នាហើយភាពជឿទុកចិត្តត្រង់ចំណុចមួយទៀតគឺមានន័យថាសិស្សដែលមករៀនទៀងទាត់ចាស្ដាប់គ្រូបញ្យលគឺតែងតែទទួលបានលទ្ធផលល្អជាងសិស្សដែលមិនសូវមកសិស្សដែលមិនសូវស្ដាប់អញ្ចឹងបើសិនណាសិស្សដែលមិនដែលមកឬក៏សិស្សដែលមិនសូវមកសិស្សដែលមិនសូវស្ដាប់បានបន្ទុកល្អជាងអ្នកដែលរៀនទៀងទាត់អ្នកដែលព្យាយាមត្រង់ត្រាប់ស្ដាប់គ្រូអញ្ចឹងមានន័យថាការធ្វើតេស្តរបស់យើងនឹងអត់មានភាពជឿទុកចិត្តទេច្បាស់ជាលំអៀងចាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដែលគេមករៀនទៀងទាត់និងអ្នកដែលសិស្សនិងសិស្សដែលស្ដាប់យើងបានគ្រប់ជ្រុងជ្រោយអញ្ចឹងតែយើងដំណើរការទៅបានតើតែមានភាពជឿទុកចិត្តចាជឿទុកចិត្តថាអ្នកដែលមកទៀងទាត់តែងតែបានល្អជាងអ្នកដែលចាំមកមិនទៀងទាត់ហើយចំពោះចំណុចទី4គឺតកតងទៅលើសុពលភាពចាសុពលភាពហ្នឹងគឺសំដៅទៅលើភាពជឿទុកចិត្តគ្នាឬក៏ភាពត្រូវបានប្រើជំនួសគ្នាបានចាសម្រាប់ការស្រាវជ្រាវនឹងតេស្តមានភាពខុសគ្នាចឹងអាទុកចិត្តគ្នាបាននឹងអំណាចគឺមានន័យថាអ្វីដែលយើងចង់ធ្វើតេស្តហើយនឹងលទ្ធផលតេស្តគឺវាឆ្លុះបញ្ចាំងគ្នាបានន័យថាវាមានលទ្ធផលមួយដែលយើងរំពឹងទុកថាតែយើងចង់ធ្វើតេស្តបែបហ្នឹងតើលទ្ធផលនៃការធ្វើតេស្តរបស់សិស្សនោះវាមានលទ្ធផលដូចที่យើងរំពឹងទុកដែរអត់ឬក៏ដោយលទ្ធផលដែលយើងបានរំពឹងទុកហ្នឹងវាកម្រិតណាមិនបានន័យថាយើងដាក់តេស្តទៅការគិតរបស់យើងថាសិស្សអាចធ្វើបានប៉ុន្តែសិស្សបែរជាមិនអាចធ្វើបានអញ្ចឹងវាអត់មានសុពលភាពទេបានន័យថាវាបញ្ជាក់វាខុសគ្នាហើយចំពោះចំណុចបន្ទាប់ត្រង់ចំណុចសុពលភាពហ្នឹងគឺផ្ដោតទៅលើមេរៀនដែលយើងបានបង្រៀនហ្នឹងមានវត្ថុបំណងមិនគឺវត្ថុបំណងហ្នឹងចង់ឲ្យសិស្សចេះការរាប់ពី1ដល់5ចាដល់ពេលយើងធ្វើការវិតម្លៃទៅយើងទទួលបានលទ្ធផលហើយយើងនឹងអាចកែតម្រូវវិធីសាស្ត្របង្រៀនរបស់យើងដើម្បីឲ្យសិស្សទទួលបាននៅចំណេះដឹងត្រង់មេរៀនចំណុចរាប់ចំនួនពី1ដល់5ហ្នឹងហើយចំពោះចំណុចទី5គឺសុក្រិតភាពហ្នឹងគឺសំដៅទៅលើអ្វីដែលយើងនឹងត្រូវដាក់ជាតេស្តឲ្យសិស្សហើយនឹងការដាក់បន្ទុកដែរចាអញ្ចឹង
ការដាក់បន្ទុកគួរតែមានភាពសុក្រិតចាមិនលំអៀងត្រង់មិនគឺសិស្សទាំងអស់មិនថាសិស្សមករៀនយឺតឬក៏សិស្សមករៀនអវត្តមានញឹកនិងសិស្សដែលគេមករៀនទៀងទាត់គឺត្រូវតែទទួលបានពេលវេលានិងប្រភេទតេស្តគឺតែមួយដូចគ្នាចាអាហ្នឹងគឺពាក្យសុក្រិតភាពមិនមែនបានន័យថាអូសិស្សមករៀនយឺតធ្វើតេស្តតែ30នាទីដល់តែពេលសិស្សដែលមិនសូវមករៀនបែរជាយើងឲ្យពេលវេលាលើសវាគ្នាឬក៏ទៅលើសវាគ្នា10នាទីឯបានន័យថាសិស្សទាំងអស់គឺត្រូវតែមានភាពស្មើគ្នាមិនថាជាប្រភេទតេស្តនិងជាពេលវេលាគឺត្រូវតែដូចគ្នាចាហើយចំពោះចំណុចទី6គឺនិយាយអំពីផលវិបាកវិជ្ជមាននេះគឺតកតងចំពោះគ្រូនិងសិស្សចាចំពោះគ្រូគឺគ្រូត្រូវតែទាមទារឲ្យយើងឲ្យគ្រូនឹងបង្ហាញហេតុផលចាបង្ហាញហេតុផលមិនបង្ហាញហេតុផលថាចំតើលទ្ធផលសិស្សនឹងបែបម៉េចគ្រូដាក់លទ្ធផលឲ្យបែបម៉េចអញ្ចឹងបើសិនណាគ្រូដាក់លទ្ធផលទៅវាមិនសមស្របនឹងការទទួលយករបស់សិស្សអញ្ចឹងគ្រូក៏គួរតែមានហេតុផលដើម្បីបញ្យល់សិស្សដូចគ្នាចាចំពោះសិស្សវិញគឺសិស្សត្រូវតែចងចាំនៅព័ត៌មានឬក៏ចងចាំនៅចំណេះដឹងដែលគ្រូបានបង្ហាត់បង្ហាញចាដើម្បីគាត់អាចមានលទ្ធភាពឬក៏សមត្ថភាពទៅធ្វើតេស្តនោះបានអញ្ចឹងបើសិនណាកំឡុងពេលនៃការរៀនសិស្សមិនបានចងចាំនៅក្បួនច្បាប់ឬក៏ដំណើរដើមតងនៃមេរៀនទេអញ្ចឹងនៅពេលដែលធ្វើតេស្តគឺសិស្សធ្វើអត់បានទេហើយចំពោះចំណុចទី7ការអនុវត្តនិងប្រសិទ្ធភាពការអនុវត្តប្រសិទ្ធភាពហ្នឹងគឺសំដៅទៅលើគូស្គាល់វិធីសាស្ត្រចាតើវិធីសាស្ត្រយ៉ាងម៉េចដែលគួរយកមកបង្រៀនកូនសិស្សដើម្បីឲ្យកូនសិស្សងាយស្រួលយល់ការបង្រៀនមិនសាំញ៉ាំការបង្រៀនបែបងាយសប្បាយប៉ុន្តែសិស្សយល់ហើយសិស្សទទួលបានចំណេះដឹងហើយឈានទៅដល់ការធ្វើតេស្តដោយនឹងការធ្វើតេស្តហើយបានបន្ទុកល្អចាចំពោះពេលវេលាដែលសមស្របមានន័យថាមេរៀនមួយហ្នឹងតម្រូវឲ្យរៀន2ម៉ោងសិក្សាអញ្ចឹងបើគ្រូរៀនលឿនពេកក៏វាអត់កើតរៀនលើសនឹងពេកក៏វាអត់កើតអញ្ចឹងគ្រូនឹងគួរតែលៃលោកពេលវេលានិងវិធីសាស្ត្រហ្នឹងឲ្យវាសមស្របទៅគ្នាដែរហើយដល់ពេលការអនុវត្តឬក៏ភាពស្មុគស្មាញនៅពេលប្រឡងវិញបានន័យថាយើងដាក់លំហាត់បែបងាយបែបស្រួលប៉ុន្តែឲ្យតាក់ទងទៅនឹងការអ្វីទៅនឹងមេរៀនដែលយើងបានបង្រៀនសិស្សដូចគ្នាហើយបើសិនជាយើងដាក់បន្ទុកដាក់ប្រភេទតេស្តទៅបានសមស្របទៅនឹងមេរៀនដែលយើងបានបង្រៀនបែបផែនផ្សេងគ្នាអញ្ចឹងយើងងាយស្រួលដាក់បន្ទុកចាងាយស្រួលដាក់បន្ទុកហើយយើងក៏ងាយស្រួលបកស្រាយលទ្ធផលទៀតហើយក៏វាអត់ចំណាយច្រើនទៅលើការប្រឡងដែរចាអញ្ចឹងបើសិនជាយើងដាក់តេស្តទៅពិបាកស្មុគស្មាញអញ្ចឹងវាពិបាកក្នុងការដាក់បន្ទុកដូចគ្នាអញ្ចឹងដល់ពេលដែលយើងដាក់បន្ទុកត្រង់ចំណុចណាដែលកូនសិស្សធ្វើអត់បានយើងពិបាកបកស្រាយប្រាប់សិស្សថាឡើយនឹងហេតុអីមិនខុសដែរអញ្ចឹងព្រោះចំណុចហ្នឹងគឺសិស្សអត់យល់ចាសិស្សអត់យល់ដោយសារយើងប្រើភាសាបង្រៀនមិនច្បាស់លាស់ត្រង់ចំណុចហ្នឹងអញ្ចឹងសិស្សអត់យល់ទេហើយចំពោះចំណុចទី7 7ដដែលគ្រូគួរតែស្គាល់ពីវិធីសាស្ត្រចាគ្រូគួរតែមានជាវិធីសាស្ត្រជាបច្ចេកទេសក្នុងការបង្រៀនហ្នឹងហើយដើម្បីឲ្យសិស្សហ្នឹងស្ដាប់ទៅខ្លីស្ដាប់ទៅងាយយល់ស្ដាប់ទៅអាចចាប់បានមិនខាតពេលវេលាហើយច្បាស់លាស់ហើយចំពោះពេលវេលាដែលសមស្របដូចយ៉ាងខ្ញុំបាននិយាយអញ្ចឹងមិនគួរណាបង្រៀនមេរៀននឹងមួយលឿនមុនកំណត់ឬក៏លើសពីការកំណត់ពេកទេបើលើសពីការកំណត់ពេកវាធ្វើឲ្យសិស្សហ្នឹងបែរជាលែងចាប់បានវិញចាបែរជាលែងចាប់បានវិញមានអារម្មណ៍ថាយូរទៅកាន់តែយូរទៅកាន់តែច្រើនទៅវាធ្វើឲ្យសិស្សអត់យល់ហើយចំពោះបើយើងបង្រៀនលឿនពេកការបញ្យល់គឺខ្លី
ការអនុវត្តគឺលឿនអញ្ចឹងធ្វើឲ្យសិស្សនឹងចាប់អត់បានអញ្ចឹងវាគ្រូគួរតែថ្លឹងថ្លែងចារវាងបច្ចេកទេសបង្រៀននិងពេលវេលាដូចគ្នាដើម្បីធ្វើឲ្យការប្រឡងវាមិនស្មុគស្មាញសិស្សអាចធ្វើបានចាពេលដាក់បន្ទុកក៏ស្រួលចាពេលបកស្រាយពីលទ្ធផលសិស្សណាដែលធ្វើមិនបានដោយសារមូលហេតុអីចាហើយបញ្ហាដែលតែងតែជួបឬក៏បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងការប្រឡងហ្នឹងមានដូចជាការតានតឹងអារម្មណ៍ចាសិស្សខ្លះគ្រាន់តែឃើញពញ្ញាសាប្រឡងមកគឺគាត់ស្មុគស្មាញគាត់តានតឹងគាត់ធ្វើអីអត់ចាញ់ទេរហូតដល់សិស្សខ្លះគឺចង់បញ្ឈប់នៃការប្រឡងដូចគ្នាហើយសិស្សខ្លះទៀតគឺគៀងកំណត់ឆ្លើយអត់ចេញចាដោយសារបញ្ហាគាត់មានអារម្មណ៍ថា stress គាត់គិតច្រើនចាគាត់ព្រោះតែគាត់ទទួលបានចំណេះដឹងហ្នឹងមិនច្បាស់លាស់ចាហើយចំពោះការប្រឡងនឹងដែរបើសិនជាយើងចង់ឲ្យមានប្រសិទ្ធភាពនៅពេលប្រឡងយើងគួរតែបង្ហាត់បង្រៀនកូនសិស្សថាការប្រឡងហ្នឹងវាមិនមែនជាការកំណត់យកនៅជោគវាសនាអនាគតរបស់សិស្សទាំងស្រុងទេប៉ុន្តែការប្រឡងហ្នឹងគឺគ្រាន់តែជាការវាស់វែងនៅអ្វីដែលគ្រូបានបង្រៀនហ្នឹងទេហើយនឹងការវាស់វែងនៅអ្វីដែលសិស្សទទួលចំណេះដឹងបានពីការបង្រៀនរបស់គ្រូថាតើការបង្រៀនរបស់គ្រូហ្នឹងច្បាស់លាស់ត្រឹមត្រូវឬអត់ហើយវាស់វែងថាតើសិស្សហ្នឹងទទួលបានចំណេះដឹងពីការបង្រៀនរបស់គ្រូហ្នឹងកម្រិតណាចានៅពេលដែលយើងពន្យល់សិស្សបានច្បាស់លាស់ហើយគឺវាអាចធ្វើឲ្យសិស្សហ្នឹងគាត់ស្វឹងគាត់ថាគាត់អាចនឹងគិតឡើងវិញថាអូការប្រឡងគ្រាន់តែជាការវាស់វែងនៅអ្វីដែលគាត់ចេះប៉ុណ្ណាមិនចេះប៉ុណ្ណាចាការវាស់វែងនៅទីសាបង្រៀនរបស់គ្រូហ្នឹងបានល្អឬនៅបានគ្រប់គ្រាន់ឬនៅបានច្បាស់លាស់ឬនៅចាហើយបញ្យល់ឲ្យសិស្សយល់ថាការប្រឡងហ្នឹងគ្រាន់តែជាការវិតម្លៃទេចាវិតម្លៃពីចំណេះដឹងពីការបង្រៀនពីការយល់ដឹងរបស់សិស្សដើម្បីកែតម្រូវទាំងអស់គ្នាទាំងការរៀននិងការបង្រៀនចាចំពោះកំឡុងពេលប្រឡងបានន័យថាពេលដំណើរការប្រឡងហ្នឹងសិស្សគួរតែទទួលបាននូវភាពកក់ក្ដៅចាកន្លែងដែលមានផាសុកភាពមិនរំខានមិនរញ៉េរញ៉ៃចាកន្លែងប្រឡងហ្នឹងគឺមានសភាពល្អគ្មានក្លិនគ្មានសំឡេងចាគ្រប់អ្នកប្រឡងគឺមានភាពស្ងប់ស្ងាត់ចាមិនលោឡាមិនរញ៉េរញ៉ៃដែលរំខានដល់ការប្រឡងចាហើយគ្រូក៏គួរតែប្រាប់អំពីពេលវេលានៃការចាប់ផ្ដើមនិងពេលវេលាដែលនៅសល់ចាជាបន្តបន្ទាប់ដើម្បីជំនួយដល់អារម្មណ៍សិស្សដើម្បីកុំឲ្យគ្នាភ័យចាដើម្បីកុំឲ្យគ្នាភ័យដើម្បីឲ្យគាត់មានសមាធិមានទំនុកចិត្តក្នុងការធ្វើតេស្តហ្នឹងឲ្យបានល្អឲ្យបានចប់ចាអញ្ចឹងការបកស្រាយរបស់ខ្ញុំមានប៉ុណ្ណឹងចឹងសូមអរគុណនិងជំរាបលាលោកគ្រូ